ប្រខណ្ឌរាជស្វាយរៀងភ្នំពេញក្រោនផ្លូវទៅ AFC Champions League Elite ឆ្នាំ2027-2028ការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់លំដាប់ទី3ប្រចាំទ្វីបអាស៊ីឬ AFC Challenge League រដូវកាល2025-2026ខិតជិតចូលមកដល់ហើយស្របពេលដែលក្លឹបតំណាងកម្ពុជា2ក្លឹបគឺប្រខណ្ឌរាជស្វាយរៀងនិងភ្នំពេញក្រោនបាននឹងកំពុងតែត្រៀមខ្លួនយ៉ាងសស្រាក់សស្រាំងដើម្បីកិត្តិយសជាតិនិងក្លឹបរៀងៗខ្លួនរឿងសំខាន់ពីការប្រកួតនេះក្លឹបកម្ពុជាទាំងពីរសុទ្ធតែចង់បានពានរង្វាន់ជាលើកដំបូងសម្រាប់ជាតិលើឆាកអន្តរជាតិប៉ុន្តែលើសពីការដណ្ដើមពានថែមទៀតគឺគេចង់បង្កើនពិន្ទុក្នុងចំណាត់ថ្នាក់ក្លឹបប្រចាំទ្វីបអាស៊ី AFC Club Competition Ranking ឬដើម្បីឈានទៅចាប់កៅអីពានលំដាប់ទី1 AFC Champions League Elite ឆ្នាំ2027-2028ដោយដែលអ្នកគ្រប់គ្រងបានដឹងនៅរដូវកាលក្រោយពលគឺរដូវកាល2026-2027ក្លឹបរបស់កម្ពុជា2ក្រុមនឹងទទួលបានកៅអីលេងពានលំដាប់ទី2ឬ AFC Champions League 2ដោយក្នុងនោះមួយកៅអីនៅវគ្គចែកពូលតែម្ដងនិងមួយកៅអីទៀតត្រូវប្រកួតប្រជែងជាមុនសិនដោយកៅអីទាំងនេះបានមកពីការរួមចំណែករបស់ក្លឹបកម្ពុជាពីមុនមកដូចជាបង្កេតភ្នំពេញក្រោន Nagavel ព្រមទាំងវិសាខានិងជាពិសេសប្រខណ្ឌរាជស្វាយរៀងសមិទ្ធផលវគ្គផ្ដាច់ព្រាត់កាលពីឆ្នាំមុនដែលនាំឲ្យបានមួយកៅអីកន្លះដើម្បីលេងពានលំដាប់ទី2នៅឆ្នាំក្រោយដោយឡែកសម្រាប់ការប្រកួតឆ្នាំនេះដែលស្ថិតនៅក្នុងរដូវកាល2025-2026ទាំងប្រខណ្ឌរាជស្វាយរៀងនិងភ្នំពេញក្រោននឹងត្រូវប្រឹងប្រែងដើម្បីបន្ទុកសម្រាប់រដូវកាល2027-2028ហើយជាពិសេសគឺអាចមានឱកាសលេងពានលំដាប់ទី1ឬក៏ហោចណាស់រក្សាកៅអីពានលំដាប់ទី2ឲ្យបានបន្តទៀតបច្ចុប្បន្ននេះចំណាត់ថ្នាក់ក្លឹបរបស់កម្ពុជាសម្រាប់ឆ្នាំ2027-2028គឺស្ថិតនៅលេខ11ដោយមាន19.350ពិន្ទុក្នុងតំបន់អាស៊ីប៉ែកខាងកើតដែលចំណាត់ថ្នាក់នេះគឺមានន័យថាបានកន្លះកៅអីពានលំដាប់ទី2និងកន្លះកៅអីពានលំដាប់ទី3ប៉ុន្តែប្រសិនបើក្លឹបកម្ពុជាទាំងពីររកពិន្ទុបានកាន់តែច្រើនកាលណានោះកៅអីពានលំដាប់ទី2នឹងធានាបានកាន់តែខ្ពស់ពោលគឺទទួលបាន2ក្រុមពិន្ទុដែលចាំបាច់នោះគឺថាក្លឹបទាំងពីរត្រូវការឈ្នះវគ្គជម្រុះក្នុងពូលឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបានហើយបន្តឈ្នះក្នុងវគ្គចាញ់ធ្លាក់ពីវគ្គ8ក្រុមចុងក្រោយដល់វគ្គផ្ដាច់ព្រាត់ហើយក៏សង្ឃឹមថាក្រុមផ្សេងទៀតមិនអាចរកពិន្ទុបានចាំមើលថាតើក្លឹបកម្ពុជាអាចប្រឹងប្រែងរហូតបានកៅអីពានលំដាប់ទី1 AFC Champions League Elite នៅឆ្នាំ2027-2028យើងមានតែរងចាំមើលនិងលើកទឹកចិត្តក្លឹបកម្ពុជាទាំងពីរជាមួយទ្រូហូមមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999និង393ប្រខណ្ឌរាជស្វាយរៀងភ្នំពេញក្រោនផ្លូវទៅ AFC Champions League Elite ឆ្នាំ2027-2028ការប្រកួតពានរង្វាន់ក្លឹបបាល់ទាត់លំដាប់ទី3ប្រចាំទ្វីបអាស៊ីឬ AFC Challenge League